Bà số đây là đọc ní xong xong cô một căn trên này tung một ngày một cầm nét ní nhưng một này về đường tư tờ chỉ muốn nét đọc này là xa đây nhưng ở Facebook món lưu video mua được cái gì bà chế chỉ bọt về sau bà chế chỉ mê riêng bà chế chỉ bọt về sau bà chế chỉ mê riêng ní cứ sầm rạpแต่nét là min lối min phục mà này chui chung chơiตอนนี้ออกนี่โยนอย่างนั้นชมพูวิดีโอมวยนี่แต่เกเลิกหลังสำหรับกำเนิดบอกยมตัว Kiếm anh vậy ta cầm rư cầu video đài này vậy ní vì trường hạ sập cho sao tí mùi dương diện pi ca pra chế này dương gì lên sai thà dương pra chế dữ dương khai tơi chia cru pra chế này dương gì bạn lên sai còn tai nhâm nhẹ pi pra chế nông pi chụp chế ở nên ở khní mơ tha ta nên ở khní ao dùng này phim chụp chế bạn nè สำหรับខ្ញុំតោះភាពជោគជ័យគឺវាមានតាមកម្រិត តាមលំដាប់តាមឋានៈទៅលើអ្វីដែលយើងចង់បានក្នុងន័យមួយនេះខ្ញុំផ្ដោតទៅលើរឿងដែលលោក Thomas Edison ហើយនិង Nikola Tesla ដែលភាពជោគជ័យរបស់អ្នកទាំងពីរគឺខុសប្លែកគ្នាអ្នកដែលរកឃើញនៅប្រព័ន្ធអគ្គិសនីដូចគ្នា sorry លោក Thomas Edison គឺគាត់រកភ្លើងអគ្គិសនី DC ឲ្យយើងប្រើដូចជាកាសែតទូរស័ព្ទគ្រឿងអេឡិចត្រូនិកទូចៗភាគច្រើនគឺយើង ប្រើភ្លើង DC ដែលលោក Nikola Tesla គាត់រកឃើញប្រភពថាមពលអគ្គិសនីធំថាមពលអគ្គិសនីធំនេះគឺ AC ដែលយើងប្រើសពថ្ងៃនេះឬក៏យើងតែនិយមថាភ្លើង220តាមបិទភ្លើង AC វាមានចាប់7.50 វ៉ុលឡើងទៅរហូតទៅដល់380លើសពីនឹងទៅទៀតទៅតាមទំហំនៃចង្វាក់ប្រតិកម្មដែលយើងត្រូវការចាំបាច់ខ្ញុំនិយាយពីភាពជោគជ័យរបស់លោក Thomas Edison មួយសិនចាំយើងទៅបន្តទៅលើលោក Nikola Tesla ទាំងពីរអ្នកគាត់នេះសុទ្ធតែជាអ្នកប្រាជ្ញហើយនិងជាអ្នកដែលរកឃើញថ្មីដូចគ្នាប៉ុន្តែវាសនានៃជីវិតរបស់គាត់គឺខុសគ្នាលោក Thomas Edison គាត់ពីក្មេងមកទៅសាលារៀនគ្រូមិនទទួលគាត់ទេដោយសារតែគាត់មានបញ្ហារៀនមិនកើតទេ បានផ្ញើសម្បត្តិឲ្យម្ដាយនេះបង្រៀនកូននៅផ្ទាល់ម្ដាយរបស់គាត់មិនប្រាប់ការពិតទៅដល់កូនរបស់គាត់ទេទៅដល់លោក Thomas Edison ទេគាត់ថាគាត់នឹងព្យាយាមខិតខំបង្រៀនលោកឲ្យល្អព្រោះថាលោកគឺជាគូស្វាអ្នកប្រាជ្ញដូច្នេះដើម្បីលួងចិត្តកូនគាត់ខំបង្រៀនខំស្រាវជ្រាវបង្រៀនកូនដោយផ្ទាល់ដៃរបស់គាត់រហូតដល់ Thomas Edison យើងដឹងហើយ អំពូលដែលយើងប្រើសពថ្ងៃនេះរហូតដល់គាត់អាចផលិតអំពូលភ្លើងបានជោគជ័យនៅក្នុងជីវិតរបស់គាត់មិនមែនបញ្ចប់ត្រឹមការផលិតអំពូលបានទេជីវិតរបស់គាត់គឺបញ្ចប់ទៅដោយគឺគាត់អាចបើកក្រុមហ៊ុនបានគឺក្រុមហ៊ុន General Electric គាត់ខ្លាចទៅជាអ្នកមានទៅលើអ្វីដែលគាត់ច្នៃបង្កើតនេះ Thomas Edison យើងបកចប់រឿងលោកនៃ Thomas Edison ប៉ុណ្ណេះយើងមកនិយាយគ្នាតាចំណុចដែលយើងអាចទទួលបានអំពី មេរៀនជីវិតរបស់លោក Thomas Edison គាត់មានបញ្ហាខួរក្បាលតាំងពីក្មេងគាត់បរាជ័យในការផលិតអំពូលរហូតដល់ជាង 10000 ដងនោះប៉ុន្តែជាទ្រឹស្ដីជាទិន្នន័យដែលគេតែងតែលើកឡើងយើងតែងតែលើកឡើងនិងធ្លាប់ឮគេនិយាយថាការផលិតអំពូលរបស់គាត់គឺដល់999 ដងលើកទី 1000 ទើបគាត់អាចរកឃើញវិធីសាស្ត្រផលិតអំពូលភ្លើងបានដូច្នេះយើងអាចនិយាយថាលោក Thomas Edison គឺជាអ្នកដែលបរាជ័យជាគ្រូបរាជ័យឬក៏យើងអាចនិយាយថាលោកមានទស្សនវិស័យច្បាស់លាស់ដឹងអំពីអ្វីដែលលោកបានរកឃើញយើងតែងតែលើគេនិយាយថាខ្ញុំអានសៀវភៅមួយតែគេនិយាយបញ្ច្រាស់មកវិញយើងទាំងអស់គ្នាតែងនិយាយថាលោកបរាជ័យរហូតដល់999 ដងប៉ុន្តែលោក Thomas Edison គាត់បាននិយាយថាគាត់មិនបានបរាជ័យទេគាត់បានរកឃើញនៅវិធី999 ដងដែលមិនអាចផលិតអំពូលបានគំនិតរបស់គាត់ផ្សេងពីយើងទស្សនវិស័យរបស់គាត់ផ្សេងពីយើងក្នុងរឿងនេះខ្ញុំរឿងរំលេចរឿង2ឲ្យអ្នកនរគ្នាមើលរឿងទី1លោក Thomas Edison ឲ្យនិយមន័យនៃភាពជោគជ័យនៃការបង្កើតថ្មីស្នាដៃរបស់គាត់គឺអត់មានទេគាត់ថាគាត់រកឃើញវិធីរហូតដល់999 ដងដែលផលិតអំពូលភ្លើងមិនសម្រេចបើយើងគិតថាគាត់បរាជ័យ999 ដងនេះជារឿងទី1រឿងទី2លោក Thomas Edison មិនបញ្ចប់ត្រឹមតែរកឃើញរួចហើយគាត់ធ្វើជាវិស្វករត្រឹមតែប៉ុណ្ណេះទេលោកបានបង្កើត General Electric ខ្លាយទៅជាអ្នកមានដោយសារតែ
ការរកឃើញរបស់គាត់ជាកំណត់សហគ្រិនទេខុសពីយើងលោក Harry Ford ក៏ដូចគ្នាដែរខ្សែជីវិតរបស់ Harry Ford ហើយនិង Thomas Edison គឺស្រដៀងគ្នារឿងមួយទៀតដែលខ្ញុំចង់ឲ្យអ្នកនរគ្នារំលឹកមើលការកុហកខ្លួនឯងក៏វាមានរឿងល្អដែរយើងអាចនិយាយថាការលើកទឹកចិត្តខ្លួនឯងការនិយាយរឿងល្អៗជាមួយខ្លួនឯងការគិតវិជ្ជមានគឺជារឿងដែលសំខាន់បើសិនបើម្ដាយរបស់គាត់នៅពេលដែលគ្រូប្រាប់ថាក្មេងនេះមិនអាចបង្រៀនបានក្មេងនេះមានបញ្ហាសតិខួរក្បាលម្ដាយគាត់បាក់ទឹកចិត្តរិញរៃប្រាប់កូនតាមពិតតាមត្រង់ថា Thomas Edison គាត់អាចខ្លាចផលិតជាអ្នកផលិតពូភ្លើងបំភ្លឺពិភពលោកមួយនេះទេជីវិតរបស់គាត់នឹងខ្លាយទៅជាយ៉ាងណាប៉ុន្តែការកុហករបស់ម្ដាយបានជំរុញឲ្យលោក Thomas Edison ខ្លាយទៅជាអ្នកប្រាជ្ញបង្កើតថ្មីជាអ្នកដែលជួយបំភ្លឺពិភពលោកនឹងខ្លាយទៅជាអ្នកមានដោយតាមរយៈការបាក់ក្រុមហ៊ុនឥឡូវយើងមកនិយាយអំពីលោក Nikola Tesla ប្រភពថាមពលរបស់យើងសពថ្ងៃនេះដែលយើងប្រើនៅក្នុងផ្ទះគឺតែភ្លើង DC ទេប៉ុន្តែថាមពលដែលធំបំផុតដែលយើងទាំងអស់គ្នាផលិតបានពិភពលោកផលិតបានគឺជាភ្លើងប្រភេទ AC ជាចង្វាក់ផលិតកម្មធំៗដែលលោក Nikola Tesla ជាអ្នករកឃើញប៉ុន្តែខ្សែជីវិតរបស់លោក Nikola Tesla ខុសអំពីលោក Thomas Edison ចុងបញ្ចប់នៃជីវិតរបស់គាត់ស្នាដៃរបស់គាត់អ្វីដែលគាត់រកឃើញត្រូវគេបានគេលួចយកទៅគាត់អត់បានបង្កើតក្រុមហ៊ុនខ្លួនឯងទេគាត់មិនអាចខ្លាយទៅជាអ្នកមានដោយសារតែគំនិតនៃការរកឃើញស្នាដៃរបស់គាត់ទេជីវិតរបស់គាត់ចុងបញ្ចប់ទៅគឺធ្លាក់ខ្លួនវេទនាជាប់ទោសទៀតនេះតាមខ្ញុំចាំប៉ុន្តែរឿងពិតជាក់ស្ដែងយ៉ាងណាក៏ខ្ញុំចាំអត់សូវច្បាស់ទេខ្ញុំបញ្ជាក់ថាអានេះអ្វីដែលខ្ញុំអាននិងស្ដាប់ចុងបញ្ចប់ទៅយើងមកឃើញថាលោក Elon Musk បានបើកក្រុមហ៊ុន Tesla បានដាក់ឡាន Tesla គឺដើម្បីរំលឹកគុណដល់លោក Nikola Tesla ដែលរកឃើញប្រភពថាមពលដែលត្រូវគេជិះជាន់ដូច្នេះយើងអាចមើលឃើញពីរឿងនៅសហរដ្ឋអាមេរិកពិភពលោកយើងមើលឃើញថាពិភពលោកដែលយើងមើលទៅសហរដ្ឋអាមេរិកគឺជាប្រទេសដែលល្អឥតខ្ចោះជាប្រទេសលោកសេរីប៉ុន្តែមានរឿងពីរដែលអ្នកនរគ្នាមើលឲ្យឃើញនៅក្នុងសហរដ្ឋអាមេរិកនេះខ្ញុំនិយាយរឿងផ្សេងរឿងទី1សហរដ្ឋអាមេរិកគឺជាអ្នករកឃើញបច្ចេកវិទ្យាថ្មីជាពូជអ្នកផលិតនិយាយបែបនេះពូជអ្នកបង្កើតពូជអ្នកផលិតសម្ភារៈចែកចាយបច្ចេកវិទ្យាចែកចាយទៅលើពិភពលោករឿងមួយទៀតប្រទេសអាមេរិកគឺជាមូលធននិយមអ្វីៗគឺស្ថិតលើច្បាប់ដូច្នេះលោក Nikola Tesla គាត់មិនបានមានច្បាប់ដើម្បីការពារនៅគំនិតរបស់គាត់ស្នាដៃរបស់គាត់ទេចុងក្រោយគេយកប្រព័ន្ធច្បាប់រួចឲ្យប្តឹងម្ចាស់ខ្លួនឲ្យមានទោសទៀតលោក Nikola Tesla ចាញ់ក្តីរបស់គេនៅតុលាការដូច្នេះនៅក្នុងប្រទេសមូលធននិយមគឺនិយាយរឿងច្បាប់ទោះយើងជាអ្នកបង្កើតថ្មីក៏ដោយបើយើងអត់មានច្បាប់សម្អាងច្បាប់កម្មសិទ្ធិបញ្ញាដែលយើងចុះនៅក្នុងច្បាប់ទេស្មើនឹងយើងលួចស្នាដៃរបស់គេសរុបមកវិញភាពបរាជ័យឬភាពជោគជ័យដែលអ្នកនរគ្នាឲ្យតម្លៃទៅលើតើអ្នកនរគ្នាសំដៅទៅលើអីនៅក្នុងជីវិតរបស់យើងកំណត់ពីភាពជោគជ័យអ្វីទៅជាភាពជោគជ័យនៃជីវិតរបស់យើងបើយើងមានគោលដៅជីវិតមួយដែលធំខុសអំពីអ្នកដទៃយើងគួរគិតអំពីលោក Thomas Edison លោក Harry Ford និងយកខ្សែជីវិតរបស់លោក Nikola Tesla មកបញ្ចូលគ្នាភាពជោគជ័យយើងមានថាសម្រេចនៅអ្វីដែលយើងអាចធ្វើបានដូច្នេះយើងផ្លូវដែលយើងទៅជួបឧបសគ្គដែលយើងទៅគឺវាគ្រាន់តែជាអ្វីដែលយើងជួបនៅតាមផ្លូវឧទាហរណ៍ដូចជាយើងជិះទៅតាមផ្លូវជួបកឡុកយើងឈប់សម្រាកមានបញ្ហាដើម្បីកុំឲ្យម៉ូតូរបស់យើងក្តៅយើងជប់សម្រាប់ផឹកទឹកឲ្យរាងកាយយើងស្រស់ស្រាយយើងអាចគិតបែបនេះបានទៅតាមផ្លូវទៅតាមអ្វីដែលយើងជួបប្រទះបើអ្នកនរគ្នាមើលឃើញឬក៏ចង់បានសម្រេចលទ្ធផលភ្លាមនោះហើយគឺជាបរាជ័យនៅពេលដែលអ្នកនរគ្នាមិនអាចគិតរឿងទូចបានភាពជោគជ័យទាំងអស់ដែលយើងឲ្យនិយមន័យយើងឲ្យនិយមន័យភាពជោគជ័យនៅលើពេលបច្ចុប្បន្ននេះគឺសម្ភារៈនិយមជារឿងទី1គឺមានឡានមានផ្ទះមានជីវិតរស់នៅយ៉ាងសប្បាយរីករាយមានលុយនេះជារឿងទី1ដែលជារឿងទាំងអស់ដែលយើងចង់បាននៅក្នុងសម័យបច្ចុប្បន្ននេះហៅថាជោគជ័យប៉ុន្តែតាមនិយមន័យរបស់ខ្ញុំភាពជោគជ័យដែលខ្ញុំដាក់ឲ្យដោយសារតែខ្ញុំកាន់ពីគ្រួសារដែលមានទុនធាននេះទេដូច្នេះប្រាជោគជ័យដែលខ្ញុំដាក់និយមន័យឲ្យទី1គឺ
ការសិក្សាខ្ញុំមានលទ្ធភាពអាចរៀនចប់ថ្នាក់ដូចជាដូចឯងជារឿងទី1ខ្ញុំមានសមត្ថភាពអាចទៅរកការងារធ្វើមានប្រាក់ខែជារឿងទី2រឿងទី3គឺខ្ញុំអាចមានអ្វីដែលប្រើប្រាស់សម្រាប់អ្នកដទៃតែគេអាចប្រើបានខ្ញុំប្រើបានដូចគ្នាខ្ញុំចង់ទៅណាគឺទៅនឹងដូចគ្នាចំណេះដឹងទូទៅទាំងជំនាញបច្ចេកទេសរឿងអ្វីដែលគេដឹងខ្ញុំដឹងដូចគ្នានេះជាភាពជោគជ័យដែលខ្ញុំកំណត់ឲ្យចំពោះសម្ភារៈខាងក្រៅផ្ទះឡានលុយទូពេលបច្ចុប្បន្ននេះដែលយើងឲ្យតម្លៃទៅលើជោគជ័យដែលខ្ញុំផ្ដោតសំខាន់ទៅលើទី1គឺចំណេះដឹងអាចធ្វើឲ្យយើងដឹងអំពីពិភពលោកវាធ្វើឲ្យយើងមានជំនាញអាចរកលុយបានមានការងារធ្វើអាចរកលុយអាចទៅចេញប្រកបការងាររកស៊ីខ្លួនឯងបានមួយទៀតសរុបមកវិញអ្នកទាំងគ្នាត្រូវឲ្យនិយមន័យនៅភាពជោគជ័យខ្ញុំលើកឧទាហរណ៍ក្នុងការដាំដូងចុះវាចំណាយពេលរយៈពេល5ឆ្នាំដូច្នេះក្នុងរយៈពេល5ឆ្នាំមកនេះតើអ្នកទាំងគ្នាផ្ដោតទៅលើតែការដាំដូងមួយមុខឬមានដំណាំផ្សេងទៀតដែលអ្នកទាំងគ្នាត្រូវធ្វើដែលវាចំណាយពេលខ្លីវាឆាប់បានផលនៅក្នុងអនាគតគោលដៅរបស់យើងគឺចង់បានផ្លែដូងប៉ុន្តែនៅតាមផ្លូវនៃការដាំដូងរយៈពេល5ឆ្នាំយើងដាំអ្វីរួមផ្សំយើងដាំម្នាស់ដាំស្វាយដាំចេកដាំខ្នុរដាំដំណាំហូបផ្លែរយៈពេលខ្លីដែលយើងអាចហូបបានគោលដៅចុងបញ្ចប់គឺយើងបានទាំងដូងមានដំណាំហូបផ្លែនេះទៀតអ្វីដែលខ្ញុំចង់លើកឡើងហើយឲ្យអ្នកនរគ្នាមើលឃើញជីវិតវាមានដំណាក់កាលមានរយៈពេលខ្លីនិងរយៈពេលវែងរឿងគោលដៅរយៈពេលវែងវាត្រូវការជំហានរយៈពេលខ្លីៗដែលយើងកំណត់ហើយរយៈពេលគឺត្រូវតែមានភាពច្បាស់លាស់ជាក់លាក់ក្នុងពេលបច្ចុប្បន្ននេះអ្វីដែលខ្ញុំផ្ដោតលើគឺទី1ចំណេះដឹងទូទៅជំនាញបច្ចេកទេសនិងចំណេះដឹងពិភពលោកដែលយើងត្រូវដឹងទី3គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះជាភាពជោគជ័យដែលខ្ញុំឲ្យនិយមន័យទៅលើដូច្នេះប្រធានបទគឺមានតែប៉ុណ្ណេះទេហើយនេះវាជាគំនិតនិងទស្សនៈរបស់ខ្ញុំដែលឲ្យនិយមន័យទៅលើភាពជោគជ័យនៃជីវិតបើសិនបើយើងផ្ដោតទៅលើរឿងជោគជ័យក្រៅខ្លួនខ្លាំងជាងមានន័យថាយើងនឹងពិបាកចិត្តនឹងជីវិតរបស់យើងមានន័យថាយើងអត់ស្គាល់ភាពរីករាយទេយើងធ្វើដូចជាស៊ឺម៉ាអ៊ីគាត់រីករាយគឺគាត់រៀនកំសាន្តនៅពេលទុក្ខលំបាកដូច្នេះប្រធានបទគឺមានតែប៉ុណ្ណេះទេបើសិនជាការលើកឡើងទៅខ្វះចន្លោះត្រង់ចំណុចណាមួយសូមអភ័យទោសផងបញ្ជាក់ថានេះជាគំនិតទស្សនៈរបស់ខ្ញុំផ្ទាល់ខ្លួនទេបើសិនអ្នកនរគ្នាមានអ្វីចង់លើកឡើងឲ្យលើកឡើងបានសូមអរគុណ